រាល់ការចំសัตว์ទាំងអស់ដើម្បីឲ្យទទួលបានជោគជ័យបងប្អូនត្រូវយល់ពីចំណុចសំខាន់ជាច្រើនហើយនៅក្នុងនោះចំណុចសំខាន់មួយគឺចំណីអាហារអញ្ចឹងឲ្យបងប្អូនចំសัตว์គឺត្រូវការចំណីអាហារសម្រាប់វាហើយឥឡូវនេះខ្ញុំនាំបងប្អូនមកនិយាយពីការចំកដោបអញ្ចឹងការចំកដោបយើងត្រូវការសំខាន់បំផុតគឺស្មៅអញ្ចឹងបងប្អូនត្រូវធ្វើម៉េចរៀបចំដាំស្មៅដើម្បីផ្គត់ផ្គង់ឲ្យកដោបរបស់យើងបើសិនជាយើងអត់ដាំទេវាអាចជួបផលលំបាកនៅរដូវប្រាំងវាអត់មានស្មៅទេគឺយើងអាចនឹងបោះបង់ការងារនឹងចោលនៅពាក់កណ្ដាលទីបើសិនជាខែវស្សាយើងសម្បូរស្មៅអាហ្នឹងអត់អីទេតែបើខែប្រាំងនៅតំបន់ស្រុកស្រែក្រោយពីប្រមូលផលស្រូវហើយគឺលែងមានភ្លៀងហើយអញ្ចឹងគឺពិបាកមែនតើដូច្នោះហើយបងប្អូនមានតែវិធីសាស្ត្រយ៉ាងនេះគឺដាំស្មៅហើយស្មៅដែលល្អនេះគឺជាប្រភេទស្មៅ Super Napier ឬក៏ស្មៅផ្អែមអ៊ីស្រាអែលប៉ុន្តែស្មៅ Super Napier ហើយនិងស្មៅផ្អែមអ៊ីស្រាអែលហ្នឹងវាមានភាពខុសគ្នាដោយសារតែ Super Napier វាមានភាពធន់ជាមួយនឹងអាកាសធាតុហើយនិងសំណើមបើស្មៅអ៊ីស្រាអែលត្រូវការថែទាំខ្លាំងត្រូវការផ្ដល់ទឹកដិតដល់ត្រូវការផ្ដល់ជីគ្រប់គ្រាន់ទើបវាលូតលាស់បានលឿនល្អប៉ុន្តែសម្រាប់ Super Napier នេះវិញគឺវាមិនត្រូវការថែទាំខ្លាំងដូចជាស្មៅផ្អែមអ៊ីស្រាអែលទេដោយគ្រាន់តែមានសំណើមតិចតិចដូចដីនេះឃើញថាមានសំណើមយើងបូមទឹកដាក់10ថ្ងៃម្ដងក៏បានដែរអានេះខ្ញុំលើកជារងដាំជារងបែបហ្នឹងបងប្អូនដីស្រែទេប៉ុន្តែយើងកែច្នៃលើករងបែបនេះដើម្បីកុំឲ្យនៅពេលខែវស្សាគឺវាលិចទឹកហើយដល់ពេលខែវស្សាវាលិចទឹកបាត់វាធ្វើឲ្យរលួយដូច្នេះហើយយើងលើករងបែបនេះងាយស្រួលក្នុងការរំដោះទឹកចេញនៅខែវស្សាយើងធ្វើតែម្ដងគឺអាចប្រមូលផលបានពី1ឆ្នាំទៅ3ឆ្នាំតែបើយើងដាំលើដីរាបស្មើហើយដីយើងជាដីស្រែខែវស្សាលិចទឹកបាត់យើងបានតែខែប្រាំងទេដល់ពេលខែវស្សាគឺវាលិចទឹករលួយអស់ហើយអញ្ចឹងយើងខាតកម្លាំងពលកម្មយើងក្នុងការដាំវាជាក់ស្ដែងនេះគឺខ្ញុំដាំបានប៉ុន្មានរងដែរបងប្អូននេះនៅ2រង3រងទៀតចាប់ផ្ដើមរីកបន្ថែមហើយនៅដីខាងនោះទៀតកំពុងតែលើករងអញ្ចឹងហើយការចំសัตว์សំខាន់បំផុតគឺចំណីអាហារនេះឯងបងប្អូនបើយើងផ្គត់ផ្គង់ចំណីអាហារបានគ្រប់គ្រាន់គឺដំណើរការទៅមុខហើយតែបើយើងអត់មានចំណីអាហារគ្រប់គ្រាន់ទេគឺបរាជ័យហើយទាំងសត្វចិញ្ចឹមផ្សេងត្រូវការចំណីអាហារផ្សេងក្រៅពីស្មៅយើងត្រូវការទិញគេអញ្ចឹងទិញគេវាចំណាយច្រើនចុះបើខែខ្លះវាអត់មានទៀតគឺយើងត្រូវបាត់បង់ហើយអាជីវកម្មមួយនេះអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនធ្វើយ៉ាងណាស្រែដីដើម្បីដាំស្មៅហើយចាំយើងគិតគូរលើការចិញ្ចឹមសត្វស្មៅនេះបានទាំងសត្វកណ្ដូបបានទាំងសត្វកងានបានទាំងសត្វជ្រូកសត្វមាន់សត្វទាស៊ីបានទាំងអស់ងាយស្រួលមែនទេទុនសាយក៏វាស៊ីដែរប៉ុន្តែទុនសាយវាចូលចិត្តស៊ីយ៉ាងនេះតែគួរនេះវាចូលចិត្តស៊ីស្មៅនេះវាអត់សូវចិត្តស៊ីហ្មងទេតែបើសម្រាប់ជ្រូកព្រៃសម្រាប់កងានលេខ1ហើយបងប្អូនអញ្ចឹងធ្វើយ៉ាងណាដាំស្មៅឲ្យបានសិនចាំយើងគិតគូរចំសัตว์បើសិនជាយើងចំសัตว์ដោយគ្មានប្រភពចំណីអត់ដឹងថារកប្រភពចំណីមកពីណាបងប្អូនបន្ថយចំបងប្អូននឹងអាចបរាជ័យមិនបរាជ័យក្នុងការចិញ្ចឹមប៉ុន្តែបងប្អូនបរាជ័យក្នុងប្រាក់ចំណេញបើសិនជាបងប្អូនអត់មានស្មៅបងប្អូនត្រូវទិញគេឬក៏បងប្អូនទៅដើររកពីណាពីណីមកចំណាយសាំងចំណាយអីច្រើនវាធ្វើឲ្យយើងបាត់បង់ប្រាក់ចំណេញបាទអរគុណបងប្អូន